ចាគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំឡាយចេញពីខាងកសិដ្ឋាន Go Pigeon ដែលមានទីតាំងនៅភូមិថេឃុំវត្តអង្គខាងត្បូងស្រុកបន្ទាយមាសខេត្តកពតសម្រាប់ពុកម៉ែបងប្អូនដែលគាត់ទៅលេងនៅទីរួមខេត្តកពតឬក៏ឆ្លងកាត់ទៅលេងកែបអីអញ្ចឹងបងអាចឈៀងមកតាមផ្លូវជាតិលេខ3កាត់តាមត្រាំសសរឬក៏តាមឈូកបងអាចងាកមកខាងបងអញ្ចឹងណាព្រោះទីតាំងរបស់យើងគឺនៅភូមិថេនេះបើបងមកតាមត្រាំសសរគឺយើងចុះតាមវត្តសំរោងមកអញ្ចឹងយើងនៅគៀកជាមួយនឹងវត្តអង្គធាយចង្ងាយខ្ទង់ខាងលិចនឹងខ្ទង់3គីឡូ4គីឡូដីអញ្ចឹងណាបងឥឡូវយើងមកនិយាយពីព្រាបវិញបងកសិកម្មការចិញ្ចឹមព្រាបនេះគឺវាទទួលបានផលល្អសម្រាប់យើងរស់នៅប្រចាំថ្ងៃនៅផ្ទះអញ្ចឹងយើងអាចរកចំណូលបានយើងអាចចិញ្ចឹមលក់ក៏បានយើងអាចចិញ្ចឹមទុកបរិភោគក៏បានបងហើយបើសិនជាឃើញភាពស្អាតខ្ជុលខ្ជួនចេះអីនេះទុកលំអអញ្ចឹងការចិញ្ចឹមព្រាបគឺទទួលបានផលក៏លឿនដូចយើងធ្វើការដែរបងមួយខែយើងរកចំណូលបានពីការធ្វើការហើយយើងចិញ្ចឹមព្រាបក៏យើងទទួលបានផលពីការចិញ្ចឹមព្រាបដែរពេលដែលយើងលក់សាច់លក់ពូជអីណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចិញ្ចឹមគឺយើងអាចចិញ្ចឹមសម្រាប់លក់សម្រាប់ហូបសម្រាប់តាំងក៏បានវាឲ្យផលក៏លឿនហើយស្អាតហើយមើលទៅសោភ័ណភាពល្អហើយសម្រាប់ព្រៀបខាងកសិដ្ឋាន Go Pigeon របស់យើងគឺយើងចំច្រើនសម្រាប់គាត់កងជូនពុកម៉ែបងប្អូនណាដែលគាត់ត្រូវការតែយកទៅចិញ្ចឹមតែយកទៅលម្អឬក៏សម្រាប់ហូបប្រចាំគ្រួសារក៏បានបបរឆ្ងាញ់ណាបងនិយាយទៅយើងចិញ្ចឹមទទួលបានផលហើយយើងលក់ហើយយើងអាចញ៉ាំបានសម្រាប់គ្រួសារយើងអញ្ចឹងណាអញ្ចឹងហើយខ្ញុំគិតថាមុខរបរមួយនេះវាសាមញ្ញវាមើលទៅវាតូចប៉ុន្តែវាអាចទទួលបានចំណូលពីការចិញ្ចឹមព្រាបនឹងច្រើនយើងធ្វើការផ្លិចខ្លួនដាក់ឲ្យស៊ីពេលព្រឹកនិងពេលល្ងាចយើងដាក់ឲ្យស៊ីវាច្រើនណាយើងមួយថ្ងៃយើងឲ្យតែ2ដងក៏បានដែរព្រោះយើងមានកតោទឹកចំណីអីនៅនឹងហើយសម្រាប់កត់កងឲ្យព្រាបណាហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ចិញ្ចឹមព្រាបបងអាចតាក់ទងមកខាងកសិដ្ឋាន Go Pigeon យើងបានគឺយើងមានសម្រាប់គ្រប់គ្រងជូនបងណាអរគុណច្រើនជម្រាបលា